មានប្រូម្នាក់ក៏បានខមមិននៅក្នុងវីដេអូរបស់ខ្ញុំថាគាត់នឹងចូលលេងហ្គេមអត់កើតទេហើយមានអ្នកខ្លះគាត់ឆាតមកសួរខ្ញុំទៀតថាម៉េចបានហ្គេមចូលលេងអត់កើតហើយគេដែរខ្ញុំមកប្រាប់អ្នកនរគ្នាពីមូលហេតុតែម៉េចបានយើងចូលលេងអត់កើតឬក៏ slow អញ្ចឹងតែអ្នកខ្លះចូលលេងអាប់ដេតកើតហើយតែលេងអត់កើតទេឬក៏ចាប់កីឡាករអត់កើតទេគឺវា slow បណ្ដោយវាវិលថ្ងាល់បណ្ដោយហើយមូលហេតុនោះគឺដោយសារតែគ្នាយើងគាត់ចូលទៅលេងហ្គេមនឹងច្រើនពេកហើយអ្នកទាំងអស់គ្នាតិចយល់ច្រឡំថាហ្គេមមកពីទូរស័ព្ទឬក៏មកពីហ្គេមយើងឯទៅការពិតមិនមែនទេមកពីខាង system គេវា error ហើយមូលហេតុនៃ error ហ្នឹងគឺគ្នាយើងសម្រុកទៅលេងហ្គេមនឹងច្រើនមែនតើខ្លាំងហ្មងណាដោយសារតែអ្នកទាំងអស់គ្នាហ្នឹងប្រហែលជាចាញ់ស្នេហ៍កញ្ញា Helda កញ្ញា Handra នឹងវាឡាយមិនទៅហើយចាញ់ skin មកគឺតំណងខ្លាំងមែនតើលេងសិតតែ2កានីពណ៌ភ្លេងទៀតអាណាមិនចាញ់ស្នេហ៍មិនកាត់ឃើញឲ្យហេវហ្មងហេវចង់បាន skin នឹងខ្លាំងពេកឥឡូវឃើញអត់ឃើញហ្គេមយើង VR ឬអត់លេងអត់កើតសោះហើយឥឡូវនេះហ្គេមរបស់យើងកំពុងតែបិទ server ធ្វើការអាប់ដេតកែសម្រួលសារថ្មីម្ដងទៀតកុំឲ្យវា slow ទៀតចឹងទៅហើយការអាប់ដេតផងដែរគឺគេមានកាដូលើកទឹកចិត្តយើងផងដែរហើយកាដូនោះគឺមានក្របាល់ចំនួន300ហើយកាត EP ហើយព្រមទាំងកាក់ចំនួន5សែនហើយនឹងអាកាត Blue Frame នឹងចំនួន60ផងដែរគឺរៀងច្រើនគ្រាន់បាដែរប្រហែលជាម៉ោង5ល្ងាចអីគឺយើងអាចធ្វើការចូលលេងវិញបានហើយអ្នកនរគ្នានៅពេលដែលអាប់ដេតហ្នឹងខ្ញុំវារៀងឆ្ងល់ដែរកំពុងតែអង្គុយចាប់កីឡាករលូកាសុកហ្នឹងស្រាប់ដោយហ្គេមនឹងវាលោតចេញហើយខ្ញុំក៏បាន clear game ចោលហើយចូលសារថ្មីក៏បានឃើញហ្គេមហ្នឹងគេបិទ server អាប់ដេតបាត់ហើយប្រហែលជាម៉ោង5នេះយើងអាចចូលលេងបានហើយអ្នកនរគ្នាហើយអ្នកអរនេះកុំភ្លេចទៅជួញក្រុម Telegram ខ្ញុំម្នាក់មួយផងអ្នកអរនេះក្រុមខ្ញុំមានតែ2នាក់ឯងក្រុមប្រប៉ុណ្ណានៃអត់មានមនុស្សលេងមានលេងតែ2នាក់ហើយអត់មានអ្នកចូលទៀតចូលតែ2នាក់ហើយអ្នកអរនេះកុំភ្លេចជួយចុច like ហើយនិង subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងអ្នកអរនេះ